ខ្ញុំបានអ្នកលក់នំកងពីរ៉ូមីសេរីទៅបាទហើយមកយ៉ាងបងប្អូនសុខទុក្ខយ៉ាងណាអរគ្នាចំណែកខាងខ្ញុំនេះអត់មានអីទេធម្មតាទេបងប្អូនបាទនេះគឺការពុកម្សៅរបស់ខ្ញុំបាទម្សៅនំដូងណាបាទបងប្អូនមិនដឹងថាខាងបងប្អូនគាត់ធ្វើនំកងដូចគ្នាហ្នឹងគាត់ពុកម្សៅរបៀបមិនទេខ្ញុំមានបងមួយក៏សុំថាពុកម្សៅរបៀបមិនទេបាទនេះបាទបង្ហាញរបៀបពុកម្សៅនំកងបាទម្សៅនំកងវាអាស្រ័យទៅលើកន្លែងយើងវាយទូវាយច្រើនយើងពូតយកទំហំទូធំអាស្រ័យទៅយើងអ្នកកាត់នំទេយើងកាត់ប៉ុណ្ណាស្រួលប៉ុណ្ណាមិនស្រួលវាតាមយើងណាអ្នកខ្លះគេកាត់ដុំធំអ្នកខ្លះគេចូលចិត្តដុំទូចអញ្ចឹងណាបងប្អូនហើយនេះបាទនេះគឺខ្ញុំពូតប៉ុណ្ណឹងឯង10ខតនេះទាំងអស់មក10ខតខ្ញុំពូតយក5ដុំបងប្អូនសាម10ខតខ្ញុំពូតយក5ដុំខ្ញុំពូតយកអស់5ដុំហើយការពូតម្សៅនេះគឺអត់មានអីប្របាក់ទេបងប្អូនងាយស្រួលតាមតុកយើងតូចធំយើងពូតតុកយើងរៀងធំយើងពូតធំទៅកន្លែងហាងខ្លះគាត់ទីឃ្លាគាត់រៀងតូចគាត់ពូតម្សៅទូស្រួលកាត់លឿនអញ្ចឹងណាចំណែកខ្ញុំចូលចិត្តដុំមកណាបងប្អូន5ដុំបាន10ខហ្នឹងគឺខ្ញុំយក5ដុំបងប្អូននេះឡើយបងប្អូនខ្លះគាត់ពូតហើយក៏ដាក់លើថាសយើងពូតដាក់លើតុចឹងបងប្អូនវាម្យ៉ាងម្នាក់នេះវាអាស្រ័យលើយើងអ្នកធ្វើបងប្អូនការងារវាអាស្រ័យលើយើងអ្នកធ្វើពូតយក5ដុំបងប្អូនហើយនេះយើងរួចម្សៅទៅអត់ស្អិតហើយយើងរួចម្សៅបាក់មកកន្លែងខ្លះគេប្រើច្រាញ់រួយតែខ្ញុំខ្ជិលប្រើដៃទៅលឿនខ្ញុំចិត្តប្រើដៃលឿនខ្លះគេពូតយក6ដុំ7ដុំអញ្ចឹងតែខ្ញុំខ្ជិលពូតយកតែ5ដុំហ្នឹងកំណត់យក5ដុំ5ដុំប៉ុណ្ណឹងខ្ញុំកាត់មើលពូតតុកខ្ញុំធំដែរអញ្ចឹងខ្ញុំពូតយក5ដុំដល់កាត់អ្នកខ្លះគេកាត់ដាក់លើថាសស្រួលខ្ញុំនេះបងប្អូន5ដុំនេះគឺមើលខ្ញុំកាត់តន់ប៉ុណ្ណឹងបាទអូខេបងប្អូនមានអីទេមាន1 2 3 4 5ដុំបងប្អូនប៉ុណ្ណឹងបាយអរគុណច្រើនជម្រាបលាហើយក៏សូមអរគុណក្នុងការ like និង share និងជួយ follow ថែមទៀតបងប្អូនអរគុណច្រើនបាទពីខ្ញុំបាទអ្នកលក់នំកងពីរដ្ឋ Missouri ទៅបាទអូខេអរគុណច្រើនបាយ